ពីភាពមុនបន្ទាប់ពីយើងលឺហើយថា Harry គឺគាត់បានសួរស៊ូហាថាចង់ខំកោបើគាត់អត់បាច់មើលទឹកមុខស៊ូហាឲ្យគ្នាយើងហើយយើងក៏ចូលទៅកាន់ chapter ថ្មីរបស់យើងដែលជា chapter 15ហ្នឹងហើយដែល chapter ហ្នឹងដែរគឺមានឈ្មោះថា Please bite my neck តើនៅស្អីយ៉ាងរបស់យើងវិញបន្ទាប់ពីស៊ូហាគឺគាត់លឺអញ្ចឹងហើយគាត់ឡើងថាអីគេហ្មងណាគឺគាត់ថាអត់ទេគឺគាត់អត់ចង់និយាយពី Harry នោះទេតើគាត់អាចធ្វើទាំងអស់ហ្នឹងបានដោយរបៀបណាទៅមិនមានន័យថាដោយសារតែ Harry គឺគាត់អត់ចង់ទេប៉ុន្តែគឺដោយសារតែពេលហ្នឹងគាត់ហើយនឹង Chris គឺនៅក្មេងគាត់និយាយថាពួកគេហ្នឹងឥឡូវនេះគឺធំហើយអត់មានអីទេអូនិយាយទៅឡើងខាំងហ្មងណាគាត់និយាយឡើងទៅប៉ែមកគាត់សួរថាយល់អត់សើ Harry ហ្នឹងគឺយល់អត់តែ Harry គាត់ដាក់ឡើងមួយម៉ាត់ឡើងថាចេះណាគេខ្វល់នេះខំកគាត់កន្លែងនេះមកអត់មានជឿហ្មងគ្នាយើងកន្លែងនេះដឹងតែមានគ្នាយើងច្រើនមែនតើគឺចង់ខ្លាចទៅជាតួស្រីដោយសារតែហ្នឹងហើយគឺតាំងពីពេលអត់មានធ្វើរឿងនឹងមកគឺអត់មានឃើញគ្នាយើងច្រើនមែនតើមិនថានៅក្នុង TikTok ឬក៏នៅក្នុង YouTube អត់មានទេគឺអត់មានឃើញថាកំណើនអ្នកដែលចង់ធ្វើតួស្រីហ្នឹងគឺច្រើនខ្លាំងមែនតើហ្មងតោះមកកាន់សាច់រឿងរបស់យើងវិញគ្រាន់តែស៊ូហាគាត់លឺអញ្ចឹងហើយគាត់ឡើងកៀងបណ្ដាគាត់និយាយថាគាត់អាចធ្វើរឿងហ្នឹងបានហើយវាគាត់ជាគួរអាម៉ាស់ខ្លាំងណាស់ហើយឡើងចម្លែកហ្មងកន្លែងនេះអត់មានជឿហ្មងគុំតែតួស្រីគឺជាស៊ូហាបើមិនជាអ្នកមើលវិញថាមើលបើមិននិយាយមានថាខោនេះ Harry ក៏គាត់និយាយទៅថាប៉ុន្តែនឹងគឺជាទំហំចិត្តដែលគាត់នឹងគឺទុកចិត្តលើស៊ូហាគាត់ចង់មានន័យបែបហ្នឹងយើងមក Harry ឡើងនេះបងហាត់ពេលហ្នឹងទៅស៊ូហាក៏គាត់និយាយទៅថាចុះបើសិនជា Harry វិញតើ Harry នឹងហ៊ានខំកោបគាត់អត់ Harry គាត់ឃើញអញ្ចឹងហើយគាត់ឡើងគៀងបណ្ដោយថ្ងៃគឺស៊ូហាក៏គាត់ប្រាប់ទៅថាឃើញ Harry នឹងក៏អៀនដែរឬក៏អញនិយាយខ្មែរអៀនអញ្ចឹងតែគាត់ក៏និយាយទៅថាដោយសារតែពេលហ្នឹងគឺ Chris គឺជាមិត្តតែម្នាក់គាត់ក៏ដូចជាមិត្តសម្លាញ់នៅពីក្មេងរបស់គាត់ដែលគាត់ហ្នឹងគឺជឿទុកចិត្តថាតើឲ្យគាត់ហ្នឹងគឺចូលចិត្តបិសាចជញ្ជក់ឈាមបានដល់របៀបណាទៅហើយការពិតទៅមួយនៅក្នុងចំណោមហេតុផលដែលគាត់ផ្ទេរមកកាន់ស្លាមមួយនេះគឺដោយសារតែគាត់គឺដឹងមកថាស្លាមមួយហ្នឹងគឺមានបណ្ណាល័យមួយដែលធំដែលចងក្រងនៅអត្ថបទជាច្រើនដែលវាពាក់ព័ន្ធជាមួយនឹងបិសាចជញ្ជក់ឈាមទាំងអស់ហ្នឹងក៏ដូចជាស្វែងរកនៅរបៀបដែលគាត់ហ្នឹងគឺអាចសងសឹកក៏ដូចជាកំចាត់បិសាចជញ្ជក់ឈាមទាំងអស់ហ្នឹងដូចគ្នាប៉ុន្តែនៅថ្ងៃដែលគាត់ប្រឈមមុខជាមួយនឹងបិសាចជញ្ជក់ឈាមទាំងអស់ហ្នឹងនៅពេលដែលពួកគេទៅដើរលេងហ្នឹងគឺវាអាចធ្វើឲ្យគាត់ហ្នឹងគឺដឹងបានថាគាត់គឺមិនដែលមានអារម្មណ៍អាក្រក់បែបហ្នឹងពីមុនមកនោះទេថាវាគឺជាលើកដំបូងរបស់គាត់ហើយដែលគាត់បានជួបជាមួយនឹងបិសាចជញ្ជក់ឈាមដែលផ្ទាល់ហ្នឹងវាគឺដូចថាខ្លួនប្រាណរបស់គាត់ទាំងមូលហ្នឹងគឺត្រូវបានកក់ជាប់តែម្ដងតែក៏អរគុណទៅកាន់បទពិសោធន៍ទាំងអស់ហ្នឹងដែរដែលធ្វើឲ្យគាត់ហ្នឹងគឺបានដឹងក៏ដូចជាភ្ញាក់ខ្លួនថាជញ្ជក់ឈាមហ្នឹងហើយវាគឺជាបិសាចហ្នឹងតែយើងកន្លែងហ្នឹងគឺអត់មានអ្នកដឹងថាថាបកមកអីសមទេប៉ុន្តែឥឡូវហ្នឹងគឺមករៀន vocabulary មួយ admin មួយដែលពាក្យថា monster ក៏ដូចជា vampire មួយហ្នឹងពាក្យថា monster ហ្នឹងគឺវាសំដៅទៅលើដូចជាសំណុំចឹងដែលវាមានដូចជា ghost zombie demon vampire werewolf និយាយទៅគឺវាច្រើនហើយពាក្យថា vampire ហ្នឹងក៏វាជាបិសាចដែរគ្រាន់តែថាវាគឺស្ថិតនៅក្នុងចំណោមមួយនៃ monster ទាំងអស់ហ្នឹងអត់មានសង្ឃឹមថាគ្នាយើងនឹងយកដោយសារតែអត់មានគឺមកសម្រាប់នេះក៏ដូចជាចង់រៀនភាសាអង់គ្លេសដូចគ្នាចឹងហើយនៅពេលដែលអត់មានចេះពាក្យថ្មីអត់មានក៏ចង់បញ្ចូលទៅកាន់គ្នាយើងជាគឺអត់មានបញ្ចូលតែអ្នកដែលគាត់អត់ចេះក៏ដូចជាចង់ដឹងទេបើសិនជាគ្នាយើងណាគាត់ចេះហើយគឺអត់អីទេគ្នាយើងអត់មានគឺអត់ចង់ឲ្យមានពាក្យអាក្រក់នៅក្នុង channel បើអត់មានទេអត់មានក៏ចង់ប្រាប់ដែរថាការមើលរឿងមួយអត់មានហ្នឹងគឺដូចជាកំពុងតែរៀនជាមួយនឹង admin អញ្ចឹងយើងចង់មកកាន់សាច់រឿងរបស់យើងវិញដោយនៅពេលដែល Harry គឺគាត់បានលឺអញ្ចឹងហើយគាត់ក៏ថាអូខេគាត់យល់អញ្ចឹងគឺគាត់និយាយទៅថានិយាយអញ្ចឹងគឺ Harry មកហ្នឹងគឺមានគោលបំណងអីហើយសាច់រឿងក៏បានកាត់មកខាងនេះវិញដែលយើងបានឃើញ Sion គឺគាត់កំពុងតែមានអារម្មណ៍ថាអូគាត់បាក់ចិត្តតែគាត់លឺថាស៊ូហាអត់ចូលចិត្តបិសាចជក់ឈាមមុនហ្នឹងហើយពួកគាត់ទាំងអស់គ្នាហ្នឹងគឺបានគិតថាបើសិនជាស៊ូហាគឺបានដឹងថាពួកគាត់ហ្នឹងគឺជាបិសាចជក់ឈាមនាងប្រកាសជាខកចិត្តខ្លាំងហើយនាងប្រកាសជាស្អប់ពួកគាត់អញ្ចឹងទៅហើយយើងដឹងអញ្ចឹង Solon ណាគឺគាត់មិនដែលបង្ហាញអារម្មណ៍ថាគាត់ហ្នឹងចូលចិត្តស៊ូហានោះទេគាត់ហ្នឹងគឺបានថាឲ្យពួកម៉ាក់គាត់ថាហោឃើញហើយប្រាប់ថាកុំឲ្យលេងមួយស៊ូហាតាមវីដេអូអត់ជឿទេតែ Sion គឺគាត់នៅតែអញ្ចឹងថាគាត់ហ្នឹងគឺចង់ដើរលេងមួយស៊ូហាហើយពួកគេក៏ឆ្ងល់ដែរថាអីបានជាស៊ូហាហ្នឹងគឺស្អប់បិសាចជក់ឈាមខ្លាំងម៉េចតាមវីដេអូឡុនក៏គាត់និយាយទៅថាវាមិនចម្លែកទេដែលមនុស្សគឺស្អប់ពួកយើងតែពួកយើងខុសពីគេអូយវាមិនសំខាន់ទេចំពោះមនុស្សហាបិសាចជក់ឈាមទាំងអស់គឺវាដូចតែគ្នាហ្នឹង friend ហ្នឹងក៏គាត់និយាយទៅថាហ្នឹងហើយគឺគាត់គិតចឹងដែរយើងក៏អត់អាចថាបខំស៊ូហាឲ្យមកជឿទុកចិត្តយើងដែរលោកថាតែយើងហ្នឹងគឺសម្រាប់បិសាចជក់ឈាមទាំងអស់ហ្នឹងចោលអត់មានការមកដោយ Sion ហ្នឹងគឺគាត់និយាយថាអញ្ចាគឺវាមានតែជំរើសមួយទេគឺប្រាប់ស៊ូហាថា Solo ហ្នឹងគឺជាបិសាចជញ្ជក់ឈាមតាមម្នាក់ឯងឯងហើយបន្ទាប់មកធ្វើសម្ដែងថាយើងហ្នឹងគឺក៏តឹមតដឹងដែរហើយគ្នាយើងបានឃើញឡើងរូបហ្នឹងអញ្ចឹងនិយាយទៅហេតុមិនអង្គុយគាំងហ្មងពេលឃើញ Sion គាត់កំ pl ែងពេកអញ្ចឹងទៅហើយ Noah ហ្នឹងគាត់គឺជាអ្នកយកអាភ្លើងហ្នឹងមកហើយ Gino ហ្នឹងគាត់គឺជាអ្នកដុតភ្លើងហើយ Sion ហ្នឹងជាអ្នកយកឲ្យស៊ូហាហ្នឹងដុត Solo ហ្នឹងមិនគាំងខ្លាំងមែនតើហ្មងហើយទៅប៉ា Sion ហ្នឹងគឺកំ pl ែងហ្មងអត់មាននិយាយបានមក
ខ្ញុំនឹងគឺវាគាត់នឹងបកកាយលេងសើចជាងគេគាត់នឹងសិតទៅនិយាយទៅកាន់សូឡុនថាគាត់អរគុណសម្រាប់ការលះបង់ឯណាពេលហ្នឹងនិយាយទៅសូឡុនគឺឡើងមួមកហ្មងពីអ្នកនឹងឆ្លោះគ្នានឹងទៅយើងក៏កាត់មកកាន់ចាអានវិញដែលគាត់បាននិយាយថានឹងយើងចាប់ផ្ដើម plan B ហ្មងទៅដែលយើងនឹងធ្វើការលាក់បាំងនៅអត្តសញ្ញាណរបស់យើងតែជាបើសិនជាគេដឹងតែការដែលពួកគេនៅមណ្ឌលកុមារកំព្រាហ្នឹងគឺព័ត៌មានទាំងអស់ហ្នឹងគឺវាអត់ងាយបាយធ្លាយទេហើយគាត់ក៏គិតដែរថាស៊ូហានៅពេលដែលនាងដឹងរឿងហ្នឹងគឺនាងដើរប្រាប់ណាគេដែរសូឡុនក៏គាត់និយាយទៅហើយអីបានជាពួកគេហ្នឹងនៅតែបន្តជឿលើមនុស្សទាំងអស់ហ្នឹងដោយមូលហេតុដែលសូឡុនគាត់និយាយបែបហ្នឹងក៏បានរំលឹកគាត់នៅពេលដែលគាត់ហ្នឹងគឺនៅក្មេងជាមួយនឹងគ្នាគាត់ទាំងអស់គ្នាហ្នឹងកំឡុងពេលដែលពួកគេបានរត់ចេញពីមណ្ឌលកុមារកំព្រាហ្នឹងគាត់ក៏បានជួបជាមួយនឹងក្មេងស្រីម្នាក់ហ្នឹងគឺបានសួរពួកគេថាពួកគេហ្នឹងគឺរត់ចេញពីមណ្ឌលកុមារកំព្រាមែនក៏ដូចជាបានជួយពួកគេហើយយកពួកគេមកកាន់នៅកន្លែងផ្ទះមួយហើយក៏បានប្រាប់ទៅថាគឺពួកគេអាចទុកចិត្តនាងបានប៉ុន្តែកំឡុងពេលដែលនាងគឺបានបើកមកឃើញពួកគេកំពុងតែអ្នកគ្នាអញមើលរូបភាពនឹងបានគឺអញនិយាយបានថាពួកគេជាបរិស័ទជញ្ជក់ឈាមចឹងហើយគឺរឿងហ្នឹងគឺជារឿងធម្មតានោះទេតបពីក្មេងស្រីម្នាក់ហ្នឹងគឺគាត់បានឃើញហើយគឺថាគាត់បានទៅប្រាប់អ្នកភូមិទាំងអស់ហ្នឹងឲ្យទៅដេញសម្រាប់ពួកគេតែម្ដងដោយថាមានបរិស័ទជញ្ជក់ឈាមនៅក្នុងភូមិអីចឹងទៅហើយពួកគេទាំង7នាក់ហ្នឹងក៏ត្រូវរត់ចេញពីភូមិហ្នឹងទាំងយំផងអីផងប៉ុន្តែភ្លាមហ្នឹងដែរក៏មានមនុស្សម្នាក់ដែលគាត់បាននិយាយថាពួកឯងនៅទីហ្នឹងទេយើងបានប្រាប់ឯងហើយថាវាគ្រោះថ្នាក់ណាស់កុំចេញពីមណ្ឌលកុមារកំព្រាបានហើយត្រឡប់ទៅវិញតពីសម័យចប់សូឡុនក៏គាត់និយាយទៅថាពួកគេគឺមានតែគ្នាទៅវិញទៅមកនោះទេសាច់រឿងក៏បានកាន់មកកាន់ពីអ្នកនេះវិញដល់ពេលហ្នឹងដែរគឺ Haley ក៏គាត់បានឲ្យនៅសបុតអញ្ជើញទៅកាន់ស៊ូហើយសារតែមាននៅខុសកំណត់ឯគេម្នាក់ដែលកំពុងតែជិតមកដល់ហើយគាត់ក៏បាននិយាយទៅថាពួកគាត់នឹងរីករាយបើសិនជាស៊ូហាគឺមកទីហ្នឹងដែរស៊ូហាក៏គាត់សួរទៅថាហ្នឹងហើយគាត់ប្រកាសជាទៅបានដែរគាត់ចង់សួរថាតើខុសកំណត់ណាគេហើយ Haley ក៏គាត់និយាយទៅថាគឺទាំងអស់គ្នាមកសារតែពួកគេទាំងអស់គ្នាហ្នឹងគឺអត់ដឹងថាខ្លួនឯងកើតនៅពេលណានោះទេហើយស៊ូហាក៏គាត់និយាយទៅថាអញ្ចឹងមានន័យថាហ្នឹងហើយគឺថ្ងៃដែលពួកយើងរត់ចេញពីមណ្ឌលកុមារកំព្រាអញ្ចឹងពួកគេគឺចាប់ទុកថាថ្ងៃដែលពួកគេរត់ចេញពីមណ្ឌលកុមារកំព្រាហ្នឹងគឺជាថ្ងៃកំណត់របស់ពួកគេជាថ្មីអញ្ចឹងទៅតែយើងអត់ដឹងទេថានៅពេលដែលពួកគេនៅមណ្ឌលកុមារកំព្រាហ្នឹងគឺមានរឿងអីកើតឡើងបានជាពួកគេគឺត្រូវរត់ចេញហើយ admin ក៏ចង់ sorry ទៅកាន់គ្នាយើងដែរដោយសារតែវីដេអូ admin នៅពេលដែល admin record ហ្នឹងគឺវាជាប់នៅសលេង background ជាច្រើនមិនថាសលេងខ្យល់មិនថាសលេងមនុស្សនិយាយគឺថាភូមិ admin ហ្នឹងគឺអត់ចេះស្ងប់ស្ងាត់ហ្មងហើយគ្នាយើងអាចចំណាំមើលបានបើសិនជា admin ពេលសម្រាយទៅ admin ចេញមករៀងសោះស្រាយសលេងលឺអីហ្នឹងអាហ្នឹងគឺ admin សម្រាយពេលថ្ងៃហើយតែបើសិនជា admin ចេញមករៀងខ្សោះគឺអាហ្នឹងមកពី admin សម្រាយនៅពេលយប់ជួនកាល admin សម្រាយម៉ោង11 12អីយើងងួយដេកយកគ្នាយើងហើយបើសួរថាណាគេបខំឲ្យសម្រាយគ្នាយើងកម្មវិធីយកមានណាគេបខំឲ្យមានតែគឺ admin ខ្លួនឯងជាអ្នកចង់ធ្វើវាមិនថាអីតាអ្នកនរគ្នាដែលជក់ជាមួយនឹងសាច់រឿងមួយហ្នឹងឯងតែ admin ណាក៏ admin ជក់មើលដែរបើ admin ចង់អានម្នាក់ឯងក៏អានហើយបើសិនជា admin អានម្នាក់ឯងប្រហែលជា admin ណាអានហើយចប់យូរហើយនេះប៉ុន្តែដោយសារតែនៅពេលដែល admin ផុស admin ឃើញគ្នាយើងចូលចិត្តមើលជើង admin សុបាយចិត្តហើយក៏បានឃើញគ្នាយើងដែលចង់ឲ្យ admin ហ្នឹងគឺតបភាកចឹងហើយ admin ក៏មានកម្លាំងចិត្តធ្វើវាអីចឹងទៅសង្ហៃបើ admin ចិត្តតែឆ្លៀតនៅពេលដែល admin ហើយកិច្ចការតមកកាន់សាច់រឿងរបស់យើងបន្ទាប់ពី Haley គឺគាត់បានអញ្ជើញស៊ូហាទៅកាន់ខួបកំណត់របស់ពួកគាត់ទាំងអស់គ្នាហ្នឹងគឺយើងក៏ចូលនៅកាន់ chapter ថ្មីរបស់យើងជា chapter 16ហ្នឹងដែលមានឈ្មោះថា After the Party ចាប់ផ្ដើមនៅ chapter ថ្មីរបស់យើងបានឃើញផ្ទះមួយនៅកណ្ដាលព្រៃដែលវាគឺជាផ្ទះរបស់ក្រុមរបស់ Haley នឹងហើយស៊ូហាគាត់មើលឃើញហើយគឺគាត់ឡើងវ៉ាវតែម្ដងព្រោះថាផ្ទះហ្នឹងគឺពិតជាអស្ចារ្យខ្លាំងមែនតើវាស្អាតហើយវានៅកណ្ដាលព្រៃអញ្ចឹងទៅ Haley ក៏គាត់និយាយទៅថាស៊ូហាប្រហែលជាត្រូវធ្វើដំណើរឆ្ងាយហើយព្រោះថាផ្ទះហ្នឹងគឺវានៅឆ្ងាយពីទីក្រុងមែនតើស៊ូហាក៏គាត់និយាយទៅថាគាត់ពិតជា surprise ខ្លាំងមែនតើគាត់គាត់ថាមានផ្ទះមួយដែលធំហើយនៅកណ្ដាលព្រៃអញ្ចឹងស៊ីអនគាត់ឡើងនិយាយថាគាត់នឹងអ្នកធ្វើវាប៉ុន្តែ Haley ក៏គាត់បកឡើងលឿនតែគាត់និយាយថាអត់ទេគឺអាចថាពួកគាត់សំណាងនៅពេលដែលពួកគេរត់ចេញពីមណ្ឌលកុមារកំព្រាហ្នឹងគឺពួកគេបានមកគឺពួកគេមកស្នាក់នៅកន្លែងហ្នឹងហើយក៏អរគុណទៅម្ចាស់ឧបត្ថម្ភដែរដែលបានជួយពួកគេក៏ដូចជាទុកផ្ទះហ្នឹងមកឲ្យពួកគេអញ្ចឹងទៅរៀងសែដែរដោយសារតែពួកគេគឺបានមកនៅទីនេះរាល់ថ្ងៃទេគឺបានមកថ្ងៃចុងសប្តាហ៍អញ្ចឹងឯងគឺដោយសារតែពួកគេត្រូវទៅស្នាក់នៅសាលារឿងដែរក្រុមខានក៏គាត់បានមកដែលគាត់ហ្នឹងគឺក៏បានសួរសុខទុក្ខរបស់ស៊ូហាមុនម្ចាស់ខូបគេមកស៊ូហាក៏និយាយទៅថាវាពិតជាល្អដែលក្រុមរបស់ខានហ្នឹងគឺបានមកក្រុមរបស់ Haley ហ្នឹងប្រហែលជារីករាយខ្លាំងហើយដែលបានឃើញពួកគេប៉ុន្តែមិនមើលតែគ្នាយើងចាំមើលមានអានកន្លែង CR នឹងប្រាប់ដោយ CR នឹងគាត់បាននិយាយថាវ៉ាវគាត់ស្ទើរតែមិនជឿថាក្រុមវ៉ាខាននឹងគឺមកយើងគ្រាន់តែអញ្ជើញទុកជាការលេងសើចសោះហ្នឹងមកដែរក្រុមវ៉ាខាននឹងក៏អត់ចាញ់ដែរដែលគាត់និយាយថាអញ្ចឹងត្រូវហើយគឺគាត់មកហ្នឹងគឺសង្ឃឹមថាក្រុមវ៉ា Haley នឹងគឺអត់ពេញចិត្តនោះទេគាត់មកហ្នឹងមិនគាត់មកនិយាយទៅឲ្យចាញ់គ្នាហ្មងតើតាស៊ូហាគាត់មកបាយថាទៅបានហើយចូលក្នុងផ្ទះហ្មងទៅហើយយើងក៏បានកាត់មកកាន់ក្នុងផ្ទះហ្នឹងក៏ដូចជាកន្លែងហ្នឹងគឺអញនិយាយបានថាក្រុមវ៉ា Haley គាត់ហៅសិស្សរៀង
នឹងច្រើនណែមកកាន់កម្មវិធីរបស់គាត់ពេលហ្នឹងដែរខាន់ក៏គាត់និយាយទៅថាគាត់នឹកស៊ូហាខ្លាំងណាស់ហើយស៊ូហាក៏ចរិតតាក់វិញទៅដែលគាត់ថាគាត់ក៏នឹកខាន់ដូចគ្នាគ្រាន់តែថាពួកគេគឺអាសាឆាតជាមួយគ្នាគ្រាន់ថាមិនបានជួបគ្នានៅក្រៅវិញអញ្ចឹងទៅចានគាត់គ្រាន់តែលឺថាពីដាក់នឹងឆាតមួយគ្នាគាត់ឡើងចង់ដឹងហ្មងថាឆាតអីគេហ្នឹងហើយគ្នាយើងគឺអាចមើលបានគឺថាឆាតព្រោកសัตว์គ្នាយើងហើយអត់មានគាំងហើយវាច្រើនទៅគឺខានគាត់ឆាតឆ្កែចោលឲ្យស៊ូហាមើលតែគាត់ចង់ឲ្យស៊ូហាហ្នឹងគឺស្រឡាញ់ចៃចោលអីអញ្ចឹងទៅចាអានគាត់ក៏អញ្ចឹងគាត់ថាអញ្ចឹងឲ្យស៊ូហាហ្នឹងគឺផ្ញើរូបទាំងអស់ហ្នឹងឲ្យគាត់ផងស៊ូហាក៏អូខេហើយគាត់ក៏និយាយទៅថាខានហ្នឹងគឺចូលចិត្តសัตว์ហើយពេលហ្នឹងស៊ីអនក៏គាត់និយាយទៅមិនឲ្យគាត់ចូលចិត្តសัตว์មិនបើគាត់គឺតែពេលហ្នឹងគឺជីណូគាត់បានបិទមាត់របស់ស៊ីអនគាត់ហ្នឹងបានធ្វើជាប្រឡប់ថាសឹងតែថាពាក់កណ្ដាលនៃរូបថតទាំងអស់ហ្នឹងសិតតែពីចចស៊ូហាហ្នឹងគឺចូលចិត្តចចអមែនតែស៊ូហាក៏គាត់តបទៅថាហ្នឹងហើយតែមកខាននេះគេឡើងមានមោទនភាពហ្មងតែស៊ូហាគាត់ក៏តទៀតទៅថាតែឆ្មាគឺជាសំណប់ចិត្តរបស់គាត់ហើយបន្ទាប់មកគឺសัตว์កដោបន្ទាប់មកអីណាគាត់រៀបរងឡើងច្រើនហើយគ្នាផុសហេលីហ្នឹងគឺថានាំគ្នាសើចខានហ្មងពេលហ្នឹងដែរគាត់ក៏និយាយទៅថាគាត់សិតតែភ្លេចឲ្យអំណោយឯតែចាំមើលណាគ្នាមកអំណោយគាត់ខ្លួនឯងទៅអត់មានណាគាត់តែខ្ទឹមសនៅហ្នឹងតែមិនមើលមុខរបស់ស៊ីអនមួយចានេះគឺអាចថារបស់ទាំងអស់ហ្នឹងគឺប្រឆាំងជាមួយនឹងពួកគាត់ធម្មតាអត់មានដឹងថាហ្នឹងគឺវាការពារពីវិស័យជក់ឈាមហងដឹងព្រោះថានាងក៏បាននិយាយទៅថាគឺដើម្បីការពាររៀបចំអញ្ចឹងអត់មានការខំខានកន្លងពេលដែលគាត់យកអំណោយអញ្ចឹងបាច់មើលមុខខាងនៅគ្នាយើងមើលនិយាយទៅគ្នាគាត់មួយគាត់ហ្នឹងគឺក្នុងនាងខ្សោយហ្មងនាងឡើងចេញទឹកភ្នែកអស់ហើយនោះពេលហ្នឹងដែរស៊ីអនក៏គាត់និយាយទៅចុះពួកហ្នឹងមានអីមានកដោអីអត់ដែលថាគាត់ខឹងពួកហ្នឹងខ្សោយតែគាត់ដល់អញ្ចឹងគាត់ថាបើមានកដោអីអត់ស្មានគុំអីចាគឺអត់មានចង់និយាយថាក្រុមបកខាន់ដែរចាញ់មែនគឺថាយកមកគ្រប់សពហើយគ្នាយើងមើលទៅមានស្មោផងស្មៅផងតែពេលហ្នឹងដែរស៊ូហាក៏គាត់សួរទៅកាន់ខាន់តែកដោនៅក្នុងដៃនឹងអត់ទុកឲ្យណាគេបើប្រាប់ទៅថាកដោហ្នឹងគឺរបស់ស៊ូហាហ្នឹងហើយនាងឡើងឆ្ងល់ថាមិនបានត្រូវឲ្យនាងវិញគាត់ក៏បាននិយាយច្រើនដែរថាគាត់តែបើកវាទៅពេលបើកទៅគឺស្តាកូនចិញ្ចោមកនិយាយទៅគេចង់ឲ្យស៊ូហាហ្នឹងគឺស្រឡាញ់ចិញ្ចោស៊ូហាក៏គាត់បានអរគុណទៅកាន់ខាន់ដែរហើយក៏គាត់បានកាត់លំចិត្តដែរថានិយាយទៅអាចចិញ្ចោហ្នឹងគឺដូចខាន់អញ្ចឹងយើងក៏បានកាត់នៅពេលកម្មវិធីហ្នឹងគឺបានចប់ដោយស៊ូហាមួយ Haley ក៏គាត់បានលាគ្នាទៅវិញហើយនាងក៏សួរដែរថា Haley គឺនៅគេនឹងមែន Haley ក៏គាត់និយាយទៅថាហ្នឹងហើយគឺគាត់ត្រូវនៅសម្អាតអីអញ្ចឹងទៅហើយនាងក៏អូខេហើយក៏ព្រមទៅជាមួយនឹងខានក្រុមរបស់ខានទៅពីបាយគ្នាហើយពួកគេក៏ចេញដំណើរទៅរៀងខ្លួនអញ្ចឹងទៅតែពេលហ្នឹងគឺដើរបានរៀងម៉ាំទូហើយស៊ូហាក៏គាត់បាននឹកឃើញថាគាត់ភ្លេចយករូបថតដែលខានគឺឲ្យគាត់តែពេលហ្នឹងគឺស៊ីអនគាត់ដើរថាគាត់ខ្ចីសន្តាអួតគេអីអញ្ចឹងទៅពេលហ្នឹងហើយអញ្ចឹងទៅស៊ូហាក៏គាត់និយាយទៅថាគាត់ភ្លេចរបស់នៅនឹងហើយឲ្យពួកគេទាំងអស់ហ្នឹងគឺទៅផ្ទះមុនទៅហើយក៏បាច់ឆាំនាងដែរដោយសារតែនាងអាចនឹងនៅរៀងយូរហើយនាងក៏រត់ចេញទៅនៅពេលតែដល់ផ្ទះយើងឃើញថាសភាពផ្ទះហ្នឹងគឺមានអារម្មណ៍ថាវាងងឹតក៏ដូចជាញ៉ៃខ្លាំងមែនតើដោយសារតែមួយនឹងដែរគឺ Haley គាត់និយាយថាគឺគាត់ហ្នឹងគឺនៅសម្អាតប៉ុន្តែឥឡូវហ្នឹងគឺបែរជាឃើញផ្ទះនៅញ៉ៃដែរប្រហែលជានឹងគាត់ថាប្រហែលជាពួកគេសម្រាប់ហើយហ្នឹងហើយគ្នាយើងគឺដល់កន្លែងដែលមានស្វ័យនៅក្នុង TikTok បែបមានដោយស៊ូហាគឺនាងចិត្តដើរទៅហើយនាងក៏បានឃើញនៅបន្ទប់មួយដែលបើកចំហអញ្ចឹងទៅនាងហ្នឹងគឺបានគិតថាពួកគេទាំងអស់ហ្នឹងប្រហែលជានៅក្នុងហ្នឹងដែរនាងក៏បានបើកទ្វារហ្នឹងទៅហើយដូចតែយើងបានឃើញអញ្ចឹងគឺនិយាយទៅអត់មានខ្ចីព័ត៌មានអ្នកនរគ្នាគឺមើលតាមរូបហ្នឹងទៅបន្ទាប់ពីស៊ូហាគឺគាត់បានឃើញអញ្ចឹងហើយគឺគ្នាយើងអាចមើល reaction របស់គាត់បានគឺមានអីខុសពីគាំងហើយយើងក៏បានចូលទៅកាន់ chapter ថ្មីរបស់យើងដែលជា chapter 17ហ្នឹងដែរដោយវាគឺមានឈ្មោះថា First That Why យើងក៏តមកកាន់សាច់រឿងរបស់យើងវិញបន្ទាប់ពីក្រុមរបស់ Haley ទាំងអស់គ្នាគឺបានឃើញថាស៊ូហាគឺគាត់បានចុះមកក៏ដូចជាបានឃើញពួកគេនៅក្នុងសភាពបែបហ្នឹងដូចរូបដែល admin ហ្នឹងគឺឲ្យគ្នាយើងឃើញចឹងគឺថាមិនថាស៊ូហាក៏ដូចជាក្រុមរបស់ Haley គឺគាត់យ៉ាងទាំងអស់គ្នាតែម្ដងហើយគាត់ក៏បាននិយាយដែរថាឲ្យស្ដាប់គាត់បកស្រាយសិនប៉ុន្តែគឺថាស៊ូហាគឺគាត់ឡើងស្ដាប់អីទាំងអស់ហើយដោយសារតែគ្នាយើងគឺសុទ្ធតែដឹងហើយថាស៊ូហាគឺគាត់ពិតជាស្អប់បិសាចជាជក់ឈាមខ្លាំងមែនតើហើយក៏គាត់បានព្យាយាមនិយាយទៅកាន់ស៊ូហាតាមចិត្តដែរប៉ុន្តែស៊ូហាគឺនិយាយមួយម៉ាត់ហ្មងដែលគាត់និយាយថាគឺឈប់ផ្ញើសារមកគាត់តាមរយៈចិត្តនឹងទៀតវាពិតជាធ្វើឲ្យគាត់នឹងគឺមានអារម្មណ៍ថាខ្លាចមែនតើហ្មងតែគាត់តែ Haley គឺគាត់បានលើអញ្ចឹងហើយមើលទៅមុខរបស់គាត់ទៅក៏ដូចជា Solon ផងដែរហើយយើងក៏បានកាត់មកកាន់ស៊ូហាវិញដែលនាងគឺកំពុងតែរត់ចេញណាគាត់នឹងកំពុងតែគាំងហើយដោយសារតែនឹងគឺជាអីគេតែគាត់នឹងតែបានឃើញគេមុនហ្នឹងក៏បានកាត់ទៀតដែរថាតើ Haley គឺពិតជាវិស័យយ៉ាងជក់ឈាមមែនហើយ Sion ចាអានហើយ Solon ទៀតតើពួកគេទាំងអស់ហ្នឹងគឺពិតជាវិស័យជក់ឈាមមែនហើយតែតើសមត្ថភាពដែលពួកគេមានទាំងអស់ហ្នឹងគឺវាគឺជាហេតុផលដែលនាងក៏បាននឹកឃើញកន្លងពេលដែលខាន់គឺមកជួបនាងកាលមុននោះតែគាត់បាននិយាយថាតើស៊ូហានឹងពិតជាគិតមែនថាគាត់មកគឺពិតជាគាត់អត់មានភ័ស្តុតាងហើយថាតើនោះមែនគឺជាមូលហេតុដែលពេលដែលនាងស៊ូ Haley ថាតើ Haley នឹងចង់ខាំករបស់នាងអត់គឺ Haley គៀងពេលហ្នឹងហើយតើនោះមែនគឺជាមូលហេតុដែល Haley បានប្រាប់នាងថាគាត់គឺជានាងគឺនាងបានគិតបដារត់បដាក៏ដូចជាយំបដាដែរដែលនាងគិតថាតើពួកគេអាច
ធ្វើជើងដាក់នាងបានដោយរបៀបណាទៅការពីតពងបន្ទាប់ពីខ្ញុំបានបាត់បង់គ្រីហើយខ្ញុំបានគិតថាខ្ញុំបានជួបជាមួយនឹងមិត្តពិតខ្ញុំបានគិតថាខ្ញុំបានជួបជាមួយនឹងមនុស្សដែលនឹងចែករំលែកការសម្ងាត់ជាមួយនឹងខ្ញុំបានគិតថាខ្ញុំរីករាយជាមួយនឹងសាលារៀនជាលើកដំបូងទាំងអស់គ្នាគឺបែរជាកុហកខ្ញុំទៅវិញពេលហ្នឹងដែរយើងក៏បានឃើញស្មារតីខ្ញុំម្នាក់ដែលគាត់មកដែលនាងគាត់ថាតើនឹងគឺជា Haley មែនតើគាត់នឹងគឺមកតាមនាងដោយនាងក៏បានចែកទៅកាន់ម្នាក់ហ្នឹងទៅដែលនាងនិយាយថាឈប់តាមនាងទៀតនាងពិតជាស្អប់បិសាចជួបឈាមខ្លាំងមែនតើប៉ុន្តែអ្នកដែលបានដើរមកហ្នឹងគឺមិនមែនជា Haley ទេគឺថាជាបិសាចជួបឈាមពិតប្រាកដនឹងឯងគ្នាយើងបន្ទាប់ពីស៊ូហាគឺគាត់ដឹងហើយថានឹងគឺជាបិសាចជួបឈាមពិតប្រាកដនោះសាច់រឿងក៏បានកាត់មកកាន់ក្រុមរបស់ Haley វិញគឺពេលនេះដែរពួកគេគឺកំពុងតែឆ្លោះប្រកែកគ្នាដោយ Haley គាត់បាននិយាយថាគាត់នឹងទៅនិយាយជាមួយនឹងស៊ូហាតែគឺសូឡុនគាត់ខឹងមែនតើហើយដល់គាត់និយាយថានិយាយអំពីគេតែឯងមកទៅប្រាប់នាងអំពីគេហើយអញពិតជាគិតមែនថានាងនឹងជឿទៅលើលេសរបស់ឯងតើពេលនាងបានឃើញរឿងទាំងអស់នេះពេលនឹងដែរស៊ីអនគាត់និយាយទៅថា Haley តើពួកយើងគួរតែធ្វើអីទៅលើអញ្ចឹងភ្លាមសូឡុនក៏គាត់និយាយទៅថាឯងចង់មានន័យថាម៉េចតើឯងនឹងធ្វើគេនោះគ្រប់គ្នានឹងដឹងហើយអំពីពួកយើងហើយពួកយើងគ្មានជំរឿអីក្រៅពីរត់ចេញដែលគ្មានទិសដៅដូចដែលយើងធ្លាប់បានធ្វើហ្នឹងឯងចាកាក៏គាត់បាននិយាយទៅថាតើស៊ូហាពិតជាទៅប្រាប់នោះគ្រប់គ្នាមែនសូឡុនគាត់ក៏តទៅថានាងនិយាយថានាងសក់បិសាចជញ្ជក់ឈាមជាងអីទាំងអស់នៅលើពិភពលោកហ្នឹងតែឯងពិតជាគិតមែនថានាងនឹងឲ្យយើងរួចខ្លួននៅពេលដែលពួកយើងទាំងអស់គ្នាគឺនៅថ្នាក់ជាមួយគ្នាបែបហ្នឹងតែចាអានក៏គាត់និយាយទៅថានៅតែអញ្ចឹងពួកយើងគួរតែយ៉ាងហោចណាស់ក៏ត្រូវតែនិយាយជាមួយនាងមុនសិនដែរនោះអាក៏គាត់យល់ស្របដែរក៏គាត់និយាយទៅកាន់ Haley ថាតើ Haley ហ្នឹងគឺអាចនិយាយថានិយាយជាមួយនឹងស៊ូហាដោយចិត្តនឹងបានអត់ Haley ក៏គាត់ទៅបើសិនជាគាត់និយាយគាត់នឹងធ្វើឲ្យនាងកាន់តែខ្លាចគាត់តែជីណូពេលហ្នឹងក៏គាត់និយាយទៅប្រាប់ចាកាទៅថាឲ្យចាកាហ្នឹងស្វែងរកថាស៊ូហាហ្នឹងគឺពងដល់នៅណាកន្លងពេលដែលស្វែងរកហ្នឹងគឺចាកាគាត់ឡើងគៀងម៉ងដល់គាត់ហ្នឹងគឺនិយាយថាគឺវាមានបិសាចជញ្ជក់ឈាមនៅជុំវិញហ្នឹងគឺច្រើនខ្លាំងមែនតើជាងក៏កាត់មកកាន់ស៊ូហាវិញដោយគាត់គឺឥឡូវហ្នឹងគឺត្រូវបានបិសាចជញ្ជក់ឈាមទាំងអស់ហ្នឹងគឺនៅព័ទ្ធជុំវិញហើយ Haley គាត់ខំដល់លើអញ្ចឹងគឺគាត់រត់ទៅឡើងលឿនហ្មងហើយយើងក៏ចូលទៅកាន់ chapter ថ្មីរបស់យើងដែល chapter នេះដែរគឺមានឈ្មោះថា Chris តទៅពីភាគមុនយើងក៏បានឃើញនៅស៊ូហាដែលគាត់ហ្នឹងឥឡូវហ្នឹងគឺត្រូវបានបិសាចជញ្ជក់ឈាមទាំងអស់ហ្នឹងគឺហុំព័ទ្ធចិត្តហើយពេលហ្នឹងដែរ Haley ក៏គាត់ក៏កំពុងតែរត់បដាសួរចាកាបដាថាប្រាប់គាត់ថាស៊ូហាហ្នឹងគឺនៅណាចាកាគាត់ក៏ប្រាប់តាមហ្នឹងទៅថាឥឡូវហ្នឹងគឺគាត់កំពុងតែទៅតាមទិសដៅរបស់ស៊ូហានឹងកំពុងតែនៅនឹងហើយយើងក៏បានកាត់មកកាន់នៅកន្លែងស៊ូហាវិញដែលពេលហ្នឹងគឺបិសាចទាំងអស់ហ្នឹងគឺបានវាយប្រហារលើនាងហើយតែនាងក៏បានតទល់ជាមួយនឹងបិសាចនឹងទៅវិញផងដែរថាមើលទៅនាងទៅគឺអត់ឈ្នះបិសាចទាំងអស់ហ្នឹងទេគឺដោយសារតែវាមានគ្នាច្រើនក៏ដូចជានាងគឺអត់ដែលវាយគ្នាផងដែរទោះបីជានាងមានសមត្ថភាពខ្លាំងមែនថាមពលខ្លាំងប៉ុន្តែនាងអត់ដែលបានអនុវត្តវាក៏ដូចជាវាយជាមួយនឹងបិសាចទាំងអស់ហ្នឹងហើយបិសាចនោះក៏បានធ្វើការចាប់ច្បែកកនេះតែនាងពិតជាត្រូវការជំនួយមែនតើហើយក៏បានសម័យទៅកាន់ Haley ក៏ដូចជារូបរាងដើមរបស់គាត់នឹងការដែលនាងឃើញមុនហ្នឹងក៏នាងអត់បានហៅ Haley ទេគឺសុកចិត្តហៅ Ken វិញKenក៏គាត់បានលឺដែរហើយភ្លាមនោះដែរក៏មានណាគេម្នាក់គឺបានមកជួយស៊ូហាគឺយើងគិតមើលថាណាគេហ្នឹងហើយគឺអត់មានណាគេឆ្ងាយទេខៅពី Haley របស់យើងនឹងឯងកន្លែងនេះដែរគឺថាឡើង cool ហ្មងគ្នាយើងហ្នឹងក៏បានសួរទៅកាន់ស៊ូហាដែរថាស៊ូហាអត់អីទេមែនគាត់ហ្នឹងក៏ព្យាយាមថាចង់បញ្យល់ស៊ូហាដែរស៊ូហាក៏គាត់និយាយទៅថាតើ Haley ហ្នឹងមកដើម្បីប្រាប់នាងថាគាត់មិនមែនជាបិសាចជក់ឈាមមែនមិនមែនសូម្បីតែម្នាក់នៅក្នុងចំណោមពួកគេមែនតែគាត់មកថារឿងទាំងអស់ហ្នឹងវាគ្រាន់តែជាការយល់ច្រឡំនោះទេតែ Haley គឺគាត់និយាយអត់បានទេក្រៅពីសមត្ថទឹកផ្នែកហ្នឹងហើយស៊ូហាគាត់ឃើញចឹងគឺគាត់កាត់ន័យយល់មែនតើហើយគឺមានអីក្រៅពីយំហ្នឹងឯងស៊ូហានាងក៏និយាយបន្តទៀតដោយសារតែ Haley គឺដឹងថានាងមិនមែនជាមួយនៅក្នុងចំណោមពួកគេមែនបានជា Haley ជឿនាងដល់ងាយស្រួលក៏ដូចជាលឿនបែបហ្នឹងថានាងមិនមែនជាបិសាចជក់ឈាមនោះ Haley គាត់ក៏ព្យាយាមនិយាយដែរថាអត់ទេគឺគាត់មិនមែនចង់មានអីបែបហ្នឹងទេតែគាត់ក៏អត់អាចនិយាយបានដែរក្រៅពីទឹកភ្នែករៀងៗខ្លួនពេលហ្នឹងមានមនុស្សម្នាក់ដែលហៅឈ្មោះថាស៊ូហាដោយស៊ូហានេះមិនគិតថាម្នាក់ហ្នឹងគឺជា Ken ប៉ុន្តែនៅពេលដែលបែរមុខមកនឹងថ្ងៃគឺជា Chris អត់មានគិតថាគ្នាយើងប្រហែលជាស្គាល់គាត់ហើយត្រូវគាត់មកថានេះគឺជាលក្ខណៈ Cambodia គឺមិនមែនជា Thailand ដែលនៅជិតយើងនឹងទេពេលហ្នឹងស៊ូហាគាត់គ្រាន់តែឃើញ Chris ហើយគាត់ក៏សួរទៅថាជា Chris មែនតើគឺពិតជា Chris មែនឬហើយថាតើអញអាចរស់នៅបានដោយរបៀបណាទៅនៅពេលហ្នឹងដែរ Haley ក៏គាត់ទទួលបានសារពីចាកាសដែលបានសួរគាត់ថាតើ Haley ហ្នឹងកំពុងនៅមួយស៊ូហាមែនតើ Haley ក៏គាត់សួរទៅថាមានរឿងអីមែនយើងក៏អាចមើលបានដែរថាពេលនេះគឺពួកគេទាំងអស់ហ្នឹងគឺកំពុងតែប្រយុទ្ធជាមួយនឹងបិសាចជញ្ជក់ឈាមទាំងអស់ហ្នឹងហើយពួកវាមានចំនួនច្រើនខ្លាំងមែនតើគឺក្រុមរបស់ Haley គឺត្រូវប្រយុទ្ធទាំងអស់គ្នារួមទាំងក្រុមរបស់ Ken ក៏ដូចគ្នាពេលហ្នឹងដែរចាកាសគាត់ក៏បានប្រាប់ Haley ទៅថាគាត់ចង់និយាយថាអ្នកដែលកំពុងតែឈរនៅជិតស៊ូហាហ្នឹងគឺគាត់អាចដឹងបានថាគឺពិតជាមានកម្លាំងខ្លាំងមែនតើគឺដូចជានាងអញ្ចឹងដល់យើងគឺអាចមើលឃើញបានគឺពីឥទ្ធិពលរបស់ពួកគេទាំងពីរនាក់ហ្នឹងហើយ Haley ក៏គាត់បានមើលឃើញអញ្ចឹងដែរហើយ admin ក៏ចង់ប្រាប់គ្នាយ៉ាងដែរថាថ្ងៃហ្នឹងគឺ
គឺអត់មានតែប៉ុណ្្នឹងទេហើយអត់មានក៏អត់ដឹងថាមានអីច្រើននិយាយដែរដោយសារតែអត់មាននិយាយនៅ chapter ទី1ហើយនិយាយទៅរឿងតែមួយក៏ដែលមានចង់ sorry គ្នាយើងគឺចំពោះតា background នឹងហ្មងស្លេង background នឹងគឺអត់មាន sorry មែនតើដោយសារតែដូចគ្នាយើងដឹងចឹងថាតែអត់មានគឺដើរជាស្ងាត់មិនទេហ្នឹងហើយអត់មានក៏ចង់និយាយនៅរឿងមួយដែលអត់មានគឺអាសាឃើញខ្លាំងមែនតើដែលថាសាច់រឿងមួយនឹងអាចចេញជា anime version ដែលអាចនឹងចាក់ផ្សាយនៅដើមឆ្នាំ2026ខែមករាហ្នឹងសម្រាប់ admin ណាពេល admin ឃើញហើយមានអារម្មណ៍ថានៅក្នុង anime តួគឺមានអារម្មណ៍ថាបាត់ភាពសម្ហាហ្មងព្រោះថាសាច់រឿងដែល admin ពងសម្រាយហ្នឹងគឺតួដូចគ្នាយើងបានឃើញអញ្ចឹងគឺសង្ហាស្អាតនិយាយទៅ color មកឡើងអែលមកចប់បតហើយតែដល់ពេលចេញជា anime admin មានអារម្មណ៍ថាវាអត់សូវស្អាតហ្នឹងហើយចុះសម្រាប់គ្នាយើងគិតមិនហើយមានចង់ថាចង់មើលជា anime ហត់ចោតមានអីអត់ហ្នឹងហើយ admin គឺនិយាយលេងទេហើយ admin ចង់ប្រាប់ថាថ្ងៃហ្នឹងគឺ admin មានតែប៉ុណ្្នឹងទេអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយអាចនឹងនៅឆ្នាំក្រោយអញ្ចឹងទៅចាំជួបគ្នាណាបើ view ว่า admin ធ្លាក់ចុះជាលំដាប់មក admin sad បាន admin និយាយលេងទេអញ្ចឹងប៉ុណ្ណឹងបានហើយបាយបាយ